បាទជំរាបសួរប្រិយមិត្តនៅថ្ងៃល្ងាចនេះយើងសូមពំនាំនៅអត្ថបទមកពី90ដដែលអត្ថបទតាក់ទងទៅនឹង YouTuber របស់ជនជាតិថៃម្នាក់ឈ្មោះថា Helon ដែលមានឈ្មោះ Helon Solo បាទដែលបានស្លាប់បាត់ទៅហើយឥឡូវហ្នឹងក៏តាក់ទងនឹងកាសែត90បានបញ្ចេញថាស្នើឲ្យស្ថានទូតមកនៅប្រទេសហ្សកស៊ីហ្នឹងបំភ្លឺករណីដែលស្លាប់ឬក៏ជួនដំណឹងយឺតយ៉ាវមកដល់ប្រទេសថៃបាទអញ្ចឹងឥឡូវសូមធ្វើការបកស្រាយនៅអត្ថបទហ្នឹងទៅហើយទៀតសោតការស្លាប់របស់ YouTuber នេះមានចុះច្រើនមាននៅ The Straits Times បាទមាននៅ Thai Nation ហ្នឹងឯងហើយនឹងប្រមាណអង្គភាពព័ត៌មានថៃ BBC World ហ្នឹងនៅក្នុងភាសាថៃទាំងអស់បាទអញ្ចឹងយើងយកក្នុងអត្ថបទចេញពី90ទៅបាទនេះចំណងជើងវានិយាយថាស្ថានទូតថៃស្នើឲ្យប្រទេសហ្សកស៊ីបាទហ្សកស៊ីហ្នឹងហើយអានហ្សកស៊ីហ្នឹងសចរជាហ្នឹងជាភាសាអង់គ្លេសជំវិញការយឺតយ៉ាវនៃការជូនដំណឹងណាអំពីមរណភាពរបស់លោក Helon នឹង Helon បាទជាអ្នកផលិតមាតិកាឬក៏នៅក្នុងបណ្ដាញសង្គមដ៏ល្បីមួយនៅប្រទេសសៀមប្រទេសថៃដែលមានអ្នក follower តាម page ច្រើនខ្លាំងដែរហើយនឹងក្នុងបណ្ដាញសង្គម YouTube បាទអញ្ចឹងយើងមើលព័ត៌មានហ្នឹងគេនិយាយថាម៉េចខ្លះស្ថានទូតរាជវាំងថៃប្រចាំទីក្រុងអង្គការ៉ាបានស្នើបាទការបកស្រាយនិងបំភ្លឺជំវិញការចាត់ចែងករណីមរណៈរបស់ពលរដ្ឋថៃឈ្មោះប៉ានីផាត់ផេនសុកណាឬក៏ស្គាល់ថា Helon Solo ដោយបញ្ជាក់ថាស្ថានទូតមិនដែលទទួលបានដំណឹងអំពីណាដោយផ្ទាល់ពីនគរបាលហ្សកស៊ីនោះទេហើយបានទទួលការចុះដំណឹងជាផ្លូវការលើកដំបូងពីក្រសួងការបរទេសហ្សកស៊ីនៅថ្ងៃទី29ខែកក្កដាអញ្ចឹងថ្ងៃនេះគឺថ្ងៃទី31ហើយបាទអញ្ចឹងគេថាបានថ្ងៃ29បានទទួលដំណឹងពីប្រទេសហ្សកស៊ីនៃការស្លាប់ឬក៏មរណភាពរបស់ YouTuber ម្នាក់នោះស្ថានទូតបានចេញការបំភ្លឺនៅថ្ងៃទី31ណាខែកក្កដា2026តាមរយៈការបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួនបន្ទាប់ពីមានការចោទសួរជុំវិញចំណាត់ការនិងប្រតិកម្មរបស់ខ្លួនចំពោះករណីនេះបាទហើយស្ថានទូតបានឲ្យដឹងថាមន្ត្រីតំណាងរបស់ខ្លួនបានធ្វើដំណើរទៅដល់ទីក្រុងបាទទីក្រុងបានថា TBC Lizzy បាទនៅថ្ងៃម៉ោង20ម៉ោង8កន្លះនេះថ្ងៃទី29ខែកក្កដាហើយបានចុះទៅកាន់ប៉ុស្តិ៍នគរបាលហ្សកស៊ីភ្លាមមន្ត្រីនគរបាលទទួលបន្ទុកសំណុំរឿងនេះបានរាយការណ៍ថាមន្ត្រីនគរបាលបានផ្ញើអ៊ីមែលទៅកាន់ក្រសួងការបរទេសហ្សកស៊ីតាំងពីថ្ងៃ14អញ្ចឹងរឿងនេះកើតឡើងយូរដែរហើយតាំងពីថ្ងៃ14មក14កក្កដាដើម្បីស្នើសុំឲ្យជូនដំណឹងដល់អាជ្ញាធរថៃអញ្ចឹងរឿងនេះវាយូរដែរហើយបាទតាំងពីថ្ងៃ14មកដល់ឥឡូវថ្ងៃ31អញ្ចឹងមានការប្រទីបន្ទង់គ្នាតាក់ទងនឹងការជូនដំណឹងនៃការស្លាប់យឺតយ៉ាវមកដល់ស្ថានទូតថៃទោះបីជាយ៉ាងណាក៏ដោយស្ថានទូតបានបញ្ជាក់ថាខ្លួនមិនដែលទទួលបានការជូនដំណឹងមួយដោយផ្ទាល់ពីនគរបាលហ្សកស៊ីនាពេលកន្លងមកនោះទេនៅម៉ោង14ថ្ងៃទី30ខែកក្កដាមន្ត្រីស្ថានទូតបានជួបណាប្រជុំជាមួយតំណាងក្រសួងការបរទេសហ្សកស៊ីដែលបានប្រគល់លិខិតជូនដំណឹងជាផ្លូវការអំពីមរណភាពរបស់ប៉ារណាថាបានអានវាពិបាកអានទៀតឈ្មោះថៃស្អីជាភាសាអង់គ្លេសហើយក៏នៅពិបាកប៉ាវ៉ុនថាត់ពេលសុបាទហៅថា Helon Solo ហ្នឹងបាទអញ្ចឹងគេនិយាយកន្លែងត្រឹមហ្នឹងគេថាមិនដែលបានទទួលដំណឹងអីទេអញ្ចឹងស្ថានទូត
បានឲ្យដឹងថាឯកសារនេះមានការបរិច្ឆេទថ្ងៃទី29កក្កដាឆ្នាំ2026ដោយបានសរសេរជាភាសាស្រុកស៊ីព្រមទាំងមានភ្ជាប់មកជាមួយនៅអត្ថបទបកប្រែជាភាសាអង់គ្លេសមិនផ្លូវការមួយច្បាប់ផងដែរស្ថានទូតក៏បានស្នើសុំឲ្យអាជ្ញាធរប្រទេសស្រុកស៊ីធ្វើការស៊ើបអង្កេតអំពីមូលហេតុដែលក្រសួងការបរទេសមានន័យថាក្រសួងការបរទេសនឹងបានចេញលិខិតដំណឹងយឺតណាចុះថ្ងៃទី29ខែកក្កដាលុះត្រាតែស្ថានទូតបានតាក់ទងទៅការក្រសួងនៅថ្ងៃទី28ខែកក្កដាដើម្បីសាកសួរព័ត៌មានករណីនេះបន្ទាប់ពីមានរបាយការណ៍ថាលោកផាណថាតបានបាត់ខ្លួនយ៉ាឈ្មោះពិបាកអានដែរសានទូតបានបញ្ជាក់ឡើងវិញថាខ្លួនបានបំពេញកាតព្វកិច្ចកុងស៊ុលយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុតដោយផ្អែកលើព័ត៌មានប្រកបដោយទំនុកចិត្តពីអាជ្ញាធរនៃប្រទេសម្ចាស់ផ្ទះនិងស្របតាមច្បាប់អន្តរជាតិព្រមទាំងគោរពសិទ្ធិឯកជនភាពរបស់អ្នកបាត់បង់ជីវិតនិងគ្រួសារសពបាទហើយនេះនៅចម្រុងចម្រាស់ប្រទីងបតុងបាទជំរឿនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតស្ថានទូតរាជវាំងថៃប្រចាំទីក្រុងអង្គការ៉ាណាបានសង្កត់ធ្ងន់ជាថ្មីថាស្ថានទូតមិនដែរបញ្ជាក់ទៅនេះទទួលបានការជូនដំណឹងពីនគរបាលស្រុកស៊ីនោះទេហើយបានទទួលការជូនដំណឹងដំបូងពីក្រសួងប្រទេសស្រុកស៊ីហ្នឹងក្រសួងការបរទេសប្រទេសស្រុកស៊ីនៅថ្ងៃទី29ខែកក្កដាតែប៉ុណ្ណោះបាទបងប្អូននេះជាព័ត៌មានទាក់ទងនឹង YouTuber ល្បីមួយរូបនៅប្រទេសសៀមបាទអញ្ចឹងទៅលេងហើយក៏មានបញ្ហាតាមពីថ្ងៃ14កក្កដាមកនេះជាអត្ថបទបកប្រែបាទបងប្អូនអាចចូលទៅមើលក្នុងកៅសុទ្ធហើយទាក់ទងនឹងអត្ថបទនេះគឺបកប្រែជាភាសាខ្មែរយើងបាទសម្រួលបកប្រែជាភាសាខ្មែរដើម្បីបានដំណឹងទាក់ទងនឹងប្រទេសសៀមនិង YouTube ល្បីនេះបាទអរគុណបងប្អូនជួយ Subscribe ដើម្បីព័ត៌មានថ្មីទៀតអរគុណច្រើនជំរាបលា